ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ថ្នាក់រៀនភាសាអង់គ្លេសសម្រាប់ English ចំពោះបងប្អូនដែលទើបតែចូលមកថ្មីៗសូមជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងក្នុងវីដេអូនេះយើងមករៀនអំពីក្រុមអង្គការបណ្ដោះអាសន្នម្ដងអញ្ចឹងមេរៀននេះខ្ញុំបានដកស្រង់ចេញពីសារព័ត៌មានក្រសួងការពារជាតិមកធ្វើជាមេរៀនក្នុងមេរៀននេះខ្ញុំសង្ឃឹមថាបងប្អូននឹងទទួលបានពាក្យថ្មីដែលយើងតាក់ទងទៅនឹងស្ថានភាពបច្ចុប្បន្នអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងមករៀនហើយនឹងធ្វើការអានទាំងអស់គ្នាអញ្ចឹងយើងមានពាក្យខំដែលសរសេរនឹង red marker ហ្នឹងគឺពាក្យដែលយើងត្រូវដឹងពាក្យថ្មីអញ្ចឹងពាក្យទី1យើងអានថា clash sh ហ្នឹងវាបញ្ចេញសលេងអញ្ចឹងយើងអានថា clash ប៉ះទង្គិចគ្នាថាពាក្យវិជ្ជនាម clash ប៉ះទង្គិចគ្នាពាក្យទី2យើងអានថា lieutenant ឧត្តមសេនីយ៍តូឧត្តមសេនីយ៍ត្រីអញ្ចឹង lieutenant ពាក្យទី3យើងអានថា according to ពាក្យ according ហ្នឹងអង្គមាន to ពីក្រោយ according to ព្រោះវាជា preposition វាជាពាក្យឆ្នុបភ្នាក់ណាបងប្អូនព្រះថាយោងទៅតាមពាក្យទី3យើងអានថាពាក្យទី4សំទោសពាក្យទី4 press មានន័យថាសារកាសែតឬក៏សារព័ត៌មានអញ្ចឹងពាក្យទី6មួយសំទោសយ៉ាងខុសលូតពាក្យទី1 2 3 4 5ពាក្យទី5យើងអានថា verify មានន័យថាផ្ទៀងផ្ទាត់ឬក៏បញ្ជាក់ពាក្យទី6យើងអានថា mission មានន័យថាបេសកកម្មពាក្យទី7 report រាយការណ៍ម្ដងទៀតពីក្រោមឡើងទៅលើវិញ report mission verify press according to lieutenant clash ម្ដងទៀត clash lieutenant according to press verify mission and report ចឹងយើងមកមើល Sunday 28 September 2025 មកថ្ងៃអាទិត្យទី28ខែកញ្ញាឆ្នាំ2025 The interim observers team កន្លែងនេះយើងអត់ចេញសេចក្ដីទេដោយសារតែពាក្យ interim ហ្នឹងគឺផ្ដើមដោយស្រៈអញ្ចឹងស្រៈយើងមានប្រមាណ a e i o u មាន5អញ្ចឹងកន្លែងនេះយើងចេញសេចក្ដីថា the interim observers team ដែលហៅកាត់ថា IOT មានន័យថា interim ហ្នឹងមានន័យថាបណ្ដោះអាសន្ន observers អ្នកអង្កេត team ក្រុមអ្នកអង្កេតការបណ្ដោះអាសន្នដែលហៅថា IOT has visited the location of the armed clash in the ancestors are in Vihiar province following the 2 rounds of firing by the Thai soldiers on September 27th ចឹងម្ដងទៀតកន្លែងយើងអានវិញមួយតាមបទប្រែ The interim observers team have visited the locations of the armed clash in the ancestors are in Vihiar province following the 2 rounds of firing by the Thai soldiers on September 27th ហើយមានន័យថាក្រុមអង្គការបណ្ដោះអាសន្នបាន visit នឹងប្រែថាសួរសុខទុក្ខឬក៏ទស្សនកិច្ចឬក៏អង្កេតទៅមើលអញ្ចឹងណាទៅមើលភាសាសាមញ្ញហៅទៅមើលយើងនិយាយទៀតគឺប្រសួរទួយថាយើង I go to visit my parents at the hospital យើងទៅមើលម៉ាក់ប៉ារបស់យើងនៅពេលអីគាត់បានទូរស័ព្ទអីឬក៏យើងទៅ visit my mom at my hometown អញ្ចឹងមកអញ្ចឹងកន្លែងនេះយើងថាបានក្រុមអង្គការបណ្ដោះអាសន្នបានទៅមើលឬក៏បានទៅពិនិត្យមើលទីតាំង location of ទីតាំងនៃការប៉ះទង្គិចគ្នាដោយអាវុធដល់អាវុធនេះ clash ប៉ះទង្គិចអញ្ចឹង arms ដល់អាវុធអញ្ចឹងបានទៅមើលបានទៅពិនិត្យមើលទីតាំងដែលបានប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅអានសេះនៅព្រះវិហារនៅខេត្តព្រះវិហារ
in Previhar province answer in Previhar province បន្ទាប់ពី following ដែលយើងប្រៀបគឺថាតាមឬក៏បន្ទាប់ពីក្នុងនេះគឺមានថាបន្ទាប់ពី following the two rounds of បន្ទាប់ពី two rounds of firing ការវាយប្រហារបន្ទាប់ពីការវាយប្រហារពីរជុំបន្ទាប់ពីការវាយប្រហារពីរជុំដោយកងទ័ពថៃនៅថ្ងៃទី27 ខែកញ្ញានេះពីរជុំមានតែពីរដងហើយអ្នកគ្នាបាញ់ពីរដងថ្ងៃទី27 កញ្ញានេះ Lieutenant General Mali Sucheta មានន័យថាឧត្តមសេនីយ៍តូ Mali Sucheta នឹងឧត្តមសេនីយ៍តូ Mali Sucheta spokespersons of Cambodia's Ministry of National Defense said ន័យថាឧត្តមសេនីយ៍តូ Mali Sucheta ជាអ្នកនាំពាក្យនៃក្រសួងការពារជាតិកម្ពុជា spokesperson អ្នកនាំពាក្យ of Cambodia Ministry នៃក្រសួង National Defense ក្រសួងមួយមកពេលមកក្រសួងការពារជាតិកម្ពុជាបានមានប្រសាសន៍ថាសេតនឹងភាសាសាមញ្ញរបស់យើងបាននិយាយទៅពេលភាសារបស់អ្នកធំគឺមានប្រសាសន៍បានមានប្រសាសន៍ថា according to ដោយយោងទៅតាម according to a press release on September 28 ដោយយោងទៅតាមការផ្សព្វផ្សាយព័ត៌មាននិយាយទៅសេចក្តីថ្លែងព័ត៌មានសេចក្តីថ្លែងការថ្លែងនេះ press នៃព័ត៌មានពេល release ដែលអាចវាមានន័យពីរ release ទី1គឺដោះលែងឬក៏ទៀតបញ្ចេញវាគឺផ្សព្វផ្សាយចាំន័យថាដោយយោងទៅតាមសេចក្តីថ្លែងការព័ត៌មានមួយនៅថ្ងៃទី28 ខែកញ្ញានេះថា The IOT's observers meant to observe, verify in the field and report on the situation which is part of the ongoing mission following the Cambodia-Thailand ceasefire agreement. ចឹងដោយនៅថ្ងៃសារព័ត៌មាននៅថ្ងៃទី28ថាក្រុមអង្គការនេះ IOT នឹងក្រុមអង្គការមានគោលបំណងមានន័យថាមានន័យថាឬក៏មានគោលបំណងអញ្ចឹងណាមានបំណងទៅពិនិត្យឬក៏សង្កេត observe ពិនិត្យឬក៏សង្កេតទៅពិនិត្យហើយនឹង verify ផ្ទៀងផ្ទាត់ verify ផ្ទៀងផ្ទាត់បញ្ជាក់ទៅពិនិត្យនឹងផ្ទៀងផ្ទាត់នៅ field នឹង field បរាយ field ក៏ស្រីនៅ in the field នេះថាវាលដែលមានគេបាញ់ក្របបាញ់អីហ្នឹងណាវាលស្រែវាលអីហ្នឹងណាវាលដែលគេបាញ់ចូលនឹងអញ្ចឹងនឹងបញ្ជាក់នៅវាលនឹងឯងវាលស្រែថាស្រួលស្ដាប់ហើយនឹងរាយការណ៍អំពីសភាពការដែលជាផ្នែកមួយនៃongoing mission ongoing mission មានន័យថាដែលជាផ្នែកមួយនៃសកម្មភាពបេសកកម្មជាផ្នែកមួយនៃបេសកកម្មបន្ត ongoing មានថាបន្តបេសកកម្មបន្តរបស់ពួកគេបេសកកម្មបន្តរបស់ពួកគេ following ដោយបន្ទាប់ពី following បន្ទាប់ពីCambodia Thailand ceasefire agreement បន្ទាប់ពីមានបទចុះបាញ់រវាងកម្ពុជាហើយនិងថៃអញ្ចឹងសរុបមកវិញគឺថាបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកម្ពុជានិងថៃគឺស្ដីបងប្អូននឹងជឿជាក់ហើយថាថៃជាអ្នកបាញ់ស្រួចលើយើងទេយើងអត់បានតបដៃទេហើយក៏ស្ថានភាពសង្ឃវិញដូចវីដេអូមុនខ្ញុំបានធ្វើថាសម្ដេចទីជោបានសុំអោយក្រុម IT នេះ IOT នេះទៅពិនិត្យនិងធ្វើកសោវិច័យលើគ្រាប់ហើយនឹងទី1ធ្វើកសោវិច័យទី2មិនទេខ្ញុំមើលភ្លេចបាត់នឹងពិនិត្យមើលនិយាយទៅពិនិត្យមើលគ្រាប់កសោវិច័យទី2គឺយើងមើលទិសដៅគ្រាប់នឹងថាមកពីខាងណាអីចឹងណាហ្នឹងហើយពេលថ្ងៃនេះក្រោយមានការប៉ះទង្គិចមួយថ្ងៃគឺខាង IOT នឹងបានទៅមែនតែសេចក្តីរាយការណ៍បែបណាគឺជារឿង
របស់គេទេគឺវាបានប្រកាសទេគឺបានប្រកាសថាទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងហើយនឹងធ្វើការរាយការណ៍នឹងបន្តបេសកកម្មបន្តសម្រាប់បេសកកម្មបន្តរបស់ពួកគេអញ្ចឹងក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណេះទេខ្ញុំសង្ឃឹមថាជឿជាក់ថាបងប្អូននឹងរៀនបានខ្លះពីវីដេអូដ៏ខ្លីរបស់ខ្ញុំនេះទៅជាមិនបានច្រើនមួយថ្ងៃតិចតួចរាល់ថ្ងៃនឹងបានច្រើនអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខសុភមង្គលជួបគ្នាវីដេអូក្រោយអរគុណច្រើនជម្រាបលា